នំបញ្ចុកខួរក្តាមពីរសជាតិនៅលើផ្លូវសុកហុកអ្នកណាគេខ្លះដែលជាមួយទីតាំងមកកន្លែងនេះបើកាលពីមុនហ្នឹងគឺគាត់លក់នៅក្នុងផ្សារអូរឫស្សីពុកម៉ែប្អូនដែលគាត់លក់នៅក្នុងផ្សារហ្នឹងគឺចូលខ្ទង់10ឆ្នាំជាងហើយដែលយើងអាចចាត់ទុកបានថាជាស្នាដៃជើងចាស់មួយរូបដែរអញ្ចឹងណាហើយនៅកន្លែងគាត់នេះគឺថាខួរក្តាមរបស់គាត់ទំនងមែនតើយកទៅមួយចាននេះដាក់មកគឺថាមកពេញចិត្តតែសម្រាប់ទីតាំងដែល Two Sister ទៅនេះគឺនៅលើផ្លូវសុកហុកដែលមានឈ្មោះថានំបញ្ចុកខួរក្តាមពីររសជាតិណាអញ្ចឹងអ្នកដែលជាមួយគ្រាន់តែថាឃើញផ្លាកខាងមុខរបស់គាត់អញ្ចេះគឺប្រកាសជាបានស្គាល់តែម្ដងហើយសម្រាប់ជំរឿសាច់នំបញ្ចុកនេះវិញគឺគាត់មានច្រើនមែនតើមានទាំងជាប្រភេទប្រហិតត្រីប៉ាតេក៏ដូចជាជើងជ្រូកអីផ្សេងអញ្ចឹងពុកម៉ែប្អូនហើយខាងនេះវិញគឺជាជំរឿបន្លែរបស់គាត់នឹងនិយាយទៅបើសិនជាយើងញ៉ាំនំបញ្ចុកអត់បន្លែអត់កើតទេហើយបើថាខួរក្តាមរបស់គាត់នេះវិញគឺឡើងទំនងតែម្ដងគាត់ដាក់ចំហុយឡើងច្រើនអញ្ចឹងណាហើយពេលនេះ Two Sister ទៅរៀងព្រឹកដែរពុកម៉ែប្អូនគឺថាខួរក្តាមអស់ឡើងចិត្តពាក់កណ្ដាលហើយប៉ុន្តែបើសិនជាចូលដល់ពេលថ្ងៃអីប្រហែលជាអត់នៅទេមកទៅហើយតើតងជាមួយនឹងប្រហិតត្រីអីហ្នឹងគឺសិតសឹងតែគាត់ធ្វើខ្លួនឯងណាគឺថាដាក់ជៀនថ្មីភ្លាមតែម្ដងពុកម៉ែប្អូនចង់កំងជាប្រភេទប្រហិតត្រីរបស់គាត់ញ៉ាំខាងក្រៅអីក៏បានដែរនិយាយទៅគឺថាប្រហិតត្រីរបស់គាត់មួយចាន 10000 ប៉ុន្តែរសជាតិឆ្ងាញ់ព្រោះដោយសារតែគាត់ធ្វើខ្លួនឯងពុកម៉ែប្អូន Two Sister នេះនិយាយឡើងខុសវីដេអូដល់ណាដល់ណីហើយសម្រាប់នំបញ្ចុកនៅកន្លែងគាត់ក៏មានជាមួយនឹងជំរឿសាច់ត្រីដែរពុកម៉ែប្អូនអញ្ចឹងសម្រាប់ពុកម៉ែប្អូនដែលបានឃើញវីដេអូនេះហើយគឺអាចទៅញ៉ាំបានដែលនៅទីនេះគឺគាត់មានបើកលក់ចាប់ពីម៉ោង 6 កន្លះព្រឹករហូតដល់ម៉ោង 7 ល្ងាចតែម្ដងនិយាយទៅគឺបើកពេញមួយថ្ងៃចង់ញ៉ាំជាអាហារពេលព្រឹកក៏បានថ្ងៃត្រង់ក៏បានពេលល្ងាចក៏បានដែរសម្រាប់ Two Sister គឺថាកំងទាំងពីររសជាតិតែម្ដងចង់ដឹងថារសជាតិរបស់គាត់ខុសប្លែកគ្នាយ៉ាងណាណាហើយពេលដែលទៅនេះគឺ Two Sister បានញ៉ាំជាមួយនឹងតែក្រូចឆ្មាទឹកឃ្មុំ Freshy រសជាតិរបស់គេជូរអែមហើយយើងញ៉ាំជាមួយនឹងជាប្រភេទនំបញ្ចុកស្រស់អញ្ចឹងគឺថាត្រូវមែនតើពុកម៉ែប្អូននៅពេលដែលយើងញ៉ាំទៅអត់តលន់ណាហើយបានកោះចាក់ដាក់តកកត្រជាក់មកអូយគឺថាឆ្ងាញ់ជាតិមែនតើហើយឥឡូវនេះគឺចាប់ផ្ដើមលាយទឹកជ្រលក់ហើយពុកម៉ែប្អូនអាចមើលតាម Two Sister បានលាយដាក់មកល្មមអញ្ចឹងមកព្រោះដោយសារតែញ៉ាំនំបញ្ចុកបើសិនជាយើងលាយទឹកជ្រលក់អត់ត្រូវទេគឺចប់ហើយពុកម៉ែប្អូននិយាយទៅគឺញ៉ាំទៅអត់សូវឆ្ងាញ់ទេតែបើថាលាយត្រូវអញ្ចឹងអូយនិយាយទៅគឺថាជាតិហ្មងមួយចាននេះគឺអត់មានសល់ទេណាហើយដែលបានឃើញនៅក្នុងចានអញ្ចឹងគឺថាជំរឿសាច់គាត់ដាក់មកឡើងច្រើនតែម្ដងអ្នកដែលញ៉ាំតិចអីគឺញ៉ាំអត់អស់ទេមួយចានរបស់គាត់នេះគឺធំហើយគាត់មានមកជាមួយនឹងបន្លែបើខាងនេះវិញគឺទឹកសម្លពណ៌ខៀវរបស់គាត់ហ្នឹងគឺមកជាមួយនឹងសាច់ត្រីបន្លែហើយយើងដាក់ជាមួយនឹងទឹកជ្រលក់អញ្ចឹងមកពុកម៉ែប្អូននិយាយទៅគឺថាពេលម៉ោងបាយអត់ចង់ញ៉ាំបាយអីលក្ខណៈថាគិចបាយចង់ញ៉ាំជាប្រភេទនំបញ្ចុកអីគឺអាចទៅញ៉ាំនៅកន្លែងគាត់បានហើយពេលដែលញ៉ាំហើយកុំភ្លេចជាមួយនឹងតែទឹកឃ្មុំ Freshy ទាំងឆ្ងាញ់ទាំងអនាម័យខ្ពស់លើសពីតែជ្រក់ធម្មតាពិសេសហ្នឹងគឺសម្បូរទៅដោយវីតាមីន C ជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំនិងស្រឡះបំពង់កទៀតអញ្ចឹងវីដេអូរបស់ Two Sister មានតែប៉ុណ្្នឹងទេបាយ